នេះគឺជានគរ Lion Kingdom ដែលត្រូវបានគ្រប់គ្រងទៅដោយស្ដេចឈ្មោះ Sasuke ហើយនគរនេះបានមានចំនួនជាមួយនឹងនគរមួយផ្សេងទៀតដែលគេឲ្យឈ្មោះថា Sea Beast Kingdom ហើយនគរទាំងពីរនេះកំពុងមានចំនួននិងធ្វើសង្គ្រាមជាមួយគ្នាហើយខ្ញុំគឺជា player ថ្មីដែលធ្វើការលុកដៃចូលក្នុងចំនួននគរទាំងពីរអើយទី import ចូលដល់ server ហើយកាប់ឈើមួយសិនជុំតែគេហ្នឹងនៅលើដើមឈើជុំទៅមើលតិចសិនបន្ទាប់ពីខ្ញុំបានកាប់ដើមឈើនិងក្រាក់ item រួចមកក៏បានកាប់គោដើម្បីយកសាច់ទុកធ្វើជាអាហារក្រោយមកខ្ញុំបានធ្វើដំណើរដោយថ្មើរជើងទៅរកផ្ទះដើមឈើបន្ទាប់ពីខ្ញុំបានព្យាយាមឡើងលើផ្ទះដើមឈើនោះមកក៏មាន player ម្នាក់បានវាយខ្ញុំពីក្រោយអេប្រូជុំណាគេហ្នឹងប្រូឯណាគេហ្នឹងមកវាយខ្ញុំពីក្រោយហ្នឹងគេថាប្រូឯតាមចូល server ហ្នឹងថ្មីមែនហ្នឹងខ្ញុំទំចូលលេងឯហ្នឹងណា server ហ្នឹងទំបានឡើងកាប់ឈើឲ្យឃើញផ្ទះនឹងចម្លែកក៏ដើរមកទៅហើយយកប្រូឯណាគេវិញខ្ញុំណាគេក៏បានដែរប្រូឯបាច់ចង់ដឹងទេប្រូឯដឹងត្រឹមថាខ្ញុំជាអ្នកគ្រប់គ្រងនគរមួយទៅបានហើយហើយប្រូឯជាអ្នកគ្រប់គ្រងនគរមួយទៀតតោហើយនឹងខ្ញុំ new player ហ្នឹងខ្ញុំអត់មាន item អីទេចង់មកប្លន់ខ្ញុំមែនខ្ញុំមកហ្នឹងខ្ញុំមកជួបប្រូឯហ្នឹងមកចង់ប្រវល់ប្រូឯទៅធ្វើសង្គ្រាមជាមួយនគរមួយទៀតឥឡូវប្រូឯចង់ចូលអត់ឡើយចំប្រយមានដំណងមួយនគរអីមែនហើយពេលខ្ញុំចូលខ្ញុំបានអីខ្លះប្រូចំអីគេហ្នឹងប្រអប់អីគេហ្នឹងប្រយឲ្យខ្ញុំចំសិតតែសម្ភារៈធ្វើសង្គ្រាមបន្ទាប់ពីបានទទួលសម្ភារៈគ្រប់គ្រាន់ហើយមកគាត់ក៏បានហៅខ្ញុំធ្វើដំណើរទៅកាន់នគរមួយផ្សេងទៀតចំនគរប្រយនៅតាមផ្លូវណាហ្នឹងតែឡើយកុំនិយាយយ៉ាងពេកដើរមកតាមតែខ្ញុំមកបានហើយបន្ទាប់ពីធ្វើដំណើរមួយសន្ទុះក្រោយមកពួកយើងក៏បានដើរទៅដល់មាត់ទឹកមួយចំនគរប្រវ័យនៅណាហ្នឹងឃើញតែមាត់ទឹកណាហ្នឹងហើយប្រូនគរពួកយើងនៅលើសមុទ្រហ្នឹងប្រូឲ្យហោះទៅកណ្ដាលសមុទ្រហើយឃើញនគរពួកយើងហើយអូខេប្រូទៅតាមណៃហ្នឹងប្រូឲ្យហោះទៅមុនហ្នឹងខ្ញុំហោះទៅតាមបន្ទាប់ពីបានធ្វើការហោះមួយសន្ទុះក្រោយមកពួកយើងក៏បានទៅដល់នគរនោះក្រោយពីបានធ្វើដំណើរទៅដល់នគរគាត់បានប្រាប់អំពីគម្រោងការនិងផែនការដើម្បីកម្ចាត់នគរដែលមានឈ្មោះថា Lion ហើយនគរនេះត្រូវបានគ្រប់គ្រងដោយស្ដេចឈ្មោះ Sasuke មានពាក្យចចាមអារាមថានគរមួយនេះមានស្ដេចដែលខ្លាំងក្លាក៏ដូចជាអ្នកពូកែប្រើមេះផងដែរគាត់ក៏បានបង្រៀនខ្ញុំនៅក្នុងការប្រើមេះក៏ដូចជារៀបចំយុទ្ធសាស្ត្រមួយចំនួនដើម្បីកម្ចាត់នគរនោះក្រោយពីបានរៀបចំផែនការនិងប្រាប់អំពីយុទ្ធសាស្ត្ររបស់គាត់ក្នុងការកម្ចាត់នគរ Lion រួចមកពួកយើងក៏បានធ្វើដំណើរទៅកាន់នគរ Lion បន្ទាប់ពីបានធ្វើដំណើរហោះមួយសន្ទុះក្រោយមកពួកយើងក៏បានទៅដល់នគរ Lionកុំចាននគរតាណាបាត់ហើយខ្ញុំស្ងាត់មែនអូមកហើយនេះជុំ player មកពីណាអាសាតាឯងនាំមក player នេះមកពីណាមួយហ្នឹងគឺជាដៃស្ដាប់ហើយអញនាំវាមកហ្នឹងមកចង់វាយយកនគរមួយហ្នឹងវិញវាយអញឲ្យឈ្នះហៅគ្នាមកថែមមែនពីរនាក់ក៏អញវាយដែរឥឡូវឲ្យចូលមកតោះវាយវាមកនេះស៊ីមកម៉េះ